បើសិនជាមានអ្នកណាម្នាក់កំពុងយល់ខុសលើយើងហើយគេអត់ដែលសួរយោបល់យើងគេអត់ដែលសួរថារឿងហេតុនោះកើតឡើងដោយសារអីអញ្ចឹងមានន័យថាគេយល់ខុសតាំងពីយូរមកគេតាំងចិត្តមិនយល់ពីយើងហើយគេតាំងចិត្តមិនខ្វល់កាត់សេចក្តីថាយើងមិនល្អរួចទៅហើយអញ្ចឹងមិនបាច់អត្ថាធិប្បាយខ្ញុំតែខាតពេលទោះជាយើងខំប្រឹងអត្ថាធិប្បាយប៉ុណ្ណាក៏ដោយមនុស្សមិនចូលចិត្តយើងតាំងពីដំបូងហ្នឹងសាក់គិតមើលរឿងនេះវាពិតប្រាកដលើសពីពិតប្រាកដខូចមានបាត់ពិសោធន៍ខ្លួនឯងហើយពីដើមមកញ៉ាយគឺជាមនុស្សម្នាក់ដែលខ្លាចអ្នកដទៃមិនត្រូវចិត្តជាមនុស្សដែលយកចិត្តទុកដាក់ជាមួយអ្នកដទៃចង់តម្រូវចិត្តឲ្យគេគ្រប់យ៉ាងខំព្យាយាមនិយាយធ្វើម៉េចខ្លាចគេយល់មកយើងខុសតែការពិតណាបើគេគោរពនឹងស្រឡាញ់យើងគេអត់បានកាត់សេចក្តីយើងថាបែបណាហើយគេនោះតែគោរពស្រឡាញ់យើងជាយើងនឹងឯងអញ្ចឹងថ្ងៃនេះមិនបាច់ខ្លាចបើសិនជាមានមុំមួយដែលយើងគិតថាយើងពិតជាខុសលើលួសលើគេមែនហ៊ានទទួលស្គាល់ខ្លួនឯងហើយកែប្រែសុំទោសហើយចាប់ដើមថ្មីប៉ុន្តែក្នុងករណីដែលយើងគិតថាអូយើងមិនបានខុសហេតុអីបានគេមកលៀបពឿយើងហេតុអីបានគេចាប់កំហុសហើយមិនក៏គេមិនសួរយើងមួយម៉ាត់មិនគេជឿមនុស្សម្នាក់ទៀតឬក៏គេកាត់សេចក្តីថាយើងបែបនេះបែបនោះមានន័យថាគេតាំងចិត្តយល់ខុសតាំងពីដំបូងគេមិនចូលចិត្តយើងតាំងពីដំបូងអញ្ចឹងឈប់ខាតពេលឆ្នាំ2026ហើយគឺជាឆ្នាំថ្មីដែលយើងម្នាក់មិនអាចរស់ដល់100ឆ្នាំទេអញ្ចឹងប្រើពេលវេលាមោះមុតនឹងគោលដៅដើរផ្លូវដែលយើងគិតថាយើងធ្វើត្រឹមត្រូវបំផុតហើយយើងអត់ក្តៅក្រហាយជាមួយអ្នកដទៃជូនពរឲ្យឆ្នាំថ្មីពោពេញដោយថាមពលពោពេញដោយសេរីសួស្តីកើតមានដល់ fan ទាំងអស់គ្នាហើយអ្នកដែលឃើញ clip នេះកុំភ្លេច share ដើម្បីបន្ថែមថាមពលទាំងអស់គ្នា I love you